បាទសម្រាប់ហ្គេមនេះគឺមកដល់ពាក់កណ្ដាលហ្គេមបាត់ហើយព្រោះអីអេលីគឺវាយខ្ទប់ពេលគាត់មើលខ្លាំងណាស់តែដល់ពេលហ្គេមនេះគឺយើងវាយ comeback ហ៎សំខាន់ខាង enemy គឺរៀងស្លុយដែរកន្លែងចូលមកវាយយើងឆៅមានអីខាងយើងវាយតទៅវិញដាច់អស់2 hero សំខាន់នៅសល់3 hero ដករត់អស់លីងអញ្ចឹងមានន័យវាយអញហើយស៊ី blue 3មួយទៀតសំខាន់ខាងយើងមាន hero S ចាក់ឈាមខាងយើងមានអស់ឈាមដែរវាយស្បាយខ្លាំងណាស់លេតហ្គេមសំខាន់ថា lobby លេតហ្គេមទាំងអីវាយឆ្លងគ្នាឈឺខ្លាំងណាស់ skill វាសំខាន់យើងមានឈាមសទៀតហ៎ហើយសម្រាប់ lot នេះមានអីវាយផ្ដាច់បាត់ទៀតហើយកាន់មកដល់កន្លែងនេះវិញហើយឃើញថាដើរពុំ clear lot សំខាន់ clear lot កដាលម៉ែប៉ុណ្ណោះមានអីខាងយើងវាយស្ទាក់កាប់យកវាយដាច់សំខាន់វាយហាលដាក់ដែរមាន sub ជីមកទៀតមានអីដាក់ឲ្យដៃមកទៀតនេះសំខាន់ថាយើងកំពុងតែ clear land អស់តាម lot មកចេញណាចេញឡាពោយណានេះមកស្ទាក់វាយទៀតនេះវាស្លុយមកហក់មកអូវាយយើងតែវាយយើងមិនដាច់យើងមាន stash ចាក់ឈាមពីក្រោយមានអីយើងចាប់ double skill វិញ enemy ដករត់អស់លីងនេះស្លុយទៅហើយមកហើយសំខាន់ហ្គេមនេះមានលេង solo ណាហ្គេមនេះគឺលេង3-5មកលេង team fight បាយកាត់មកដល់ថងកន្លែងនេះយើងកំពុង recall ថារទៅផ្ទះមានអីឡាពោចេញមកចាប់ដើមបូក skill ចាប់វាយអូកន្លែងឲ្យមានមកទាំងហៅដែរមានអីខាងគេបូកវានឹងខ្លាំងចាប់វាយបរោយទៅសាប់បើមួយលើកមិនដាច់ដេញវាយចាប់យកវាយនេះទៅខាង enemy ចាប់ដើម fail បរោយឡើយដូចជ្រោលបើយើងចង់មកវាយយើងបដាច់នេះទៅវាយយើងអត់ចូលលេងហ្គេម enemy គឺចាប់បរោយស្ពៃតែម្ដងហើយមានទៀតកន្លែងនេះ lot ក៏មិនបាច់ clear មិនដែរចាប់ដើមបុកទៅ red យកទៅ clear million enemy សល់2 hero សល់សំខាន់នៅនេះកន្លែងនេះ Helda ចេញមកទៀតហើយ Helda អាគ្នាសល់2នាក់ហ្នឹងចេញមកឆៅទៀតHelda អស់ឈាមហើយSaber ចូលមកលើកទៀតពីអត់គិតទុកផ្ទះទុកអីចង់មកវាយផ្ដាច់មានអីទៀតកន្លែងនេះមានណាទុកទៀតសល់តែ hero Lapo មួយមានទុកជាប់បុកផ្ទះយកមកវាយផ្ដាច់យក GG បាត់ហើយ